សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់វីដេអូសម្រាប់រឿងក្រពូចវិញ្ញាណចាប់ផ្ដើមឡើងនៅសាច់រឿងយើងក៏បានឃើញលោកពូម្នាក់ដែលមកពីគ្រួសារតៃបានមកជួបនឹងតៃសៀនហើយនិយាយថាមិននឹកស្មានថាអ្នកប្រុសតូចអាចឈរជើងរហូតមកដល់ពេលនេះនោះទេមកទល់ពេលនេះតើអ្នកប្រុសតូចនៅតែមិនទទួលស្គាល់ទៀតតើមែនទេតៃសៀនក៏បានតបទៅវិញថាគាត់ស្នាក់នៅទីនេះអស់រយៈពេលដ៏យូរហើយគាត់ក៏មិនទាន់បានសាកនៅការបំផន់មួយពណ៌នោះដែរដូច្នេះនៅក្នុងថ្ងៃនេះតៃសៀននឹងឲ្យលោកពូបានស្គាល់ពីធម៌ពលរបស់វាទៅចោះបន្ទាប់មកតៃសៀនក៏បានប្រាប់ថាធម៌ពលទៅកាន់អបិម្នាក់នឹងធ្វើឲ្យគេធ្លាក់ចូលទៅក្នុងការបំភ័ន្តស្របជាមួយនឹងភាពភ័យខ្លាចនឹងបានស្រែកឡើងថាតើទីនេះគឺជាកន្លែងណាទៅខណៈពេលដែលជុំវិញពោពេញទៅដោយអពណ៌ស្វាយនិងហ្វូងចចកពតជុំចិត្តធ្វើឲ្យអបិនឹងកាន់តែមានការផិតភ័យបន្ទាប់មកចចកមួយក្បាលក៏បានបើកការវាយប្រហារទៅកាន់គេត្រឡប់មកខាងក្រៅវិញមើលទៅកាន់គេរៀកនោមបាត់ទៅហើយឃើញបែបនេះតៃសៀនសើចបន្តិចនិយាយឡើងថាវាមិនគួរឲ្យខ្លាចនោះទេតើត្រូវអត់ទាញយកអាវុធបំភ័ន្តត្រឡប់ទៅវិញខណៈពេលដែលអបិនឹងពិតជាមូម៉ៅក្តៅចិត្តជាមួយនឹងតៃសៀនខ្លាំងមែនតែនស្រែកសួរទៅកាន់តៃសៀនថាហេតុអ្វីក៏គេហ៊ានប្រើប្រាស់ការបំផន់មួយពណ៌មកចាត់ការជាមួយនឹងគាត់បន្ទាប់មកគេក៏បានប្រើប្រាស់កណ្ដាប់ដៃវាយទៅកាន់តៃសៀនតែសំអាងទៅលើវិជាគុណរបស់គេមិនអាចធ្វើអ្វីទៅកាន់តៃសៀនបាននោះឡើយពេលឃើញបែបនេះគេក៏បានដឹងហើយថាតៃសៀនកន្លងមកបានលាក់នៅការហ្វឹកហាត់តៃសៀនក៏បានឆ្លើយទៅកាន់គេវិញថាទម្រាំតែដឹងវាយឺតពេលទៅហើយប្រើប្រាស់នៅកណ្ដាប់ដៃវាយឲ្យគេខ្ទាតទៅទោះត្រូវប៉ុណ្ណឹងនៅតែស្រែកតវ៉ាថាបើសិនជាតៃសៀនហ៊ានសម្លាប់គេនោះមេគ្រួសារក៏មិនអត់ឱនឲ្យគេនោះឡើយតៃសៀនញញឹមបន្តិចនិយាយទៅកាន់គេថាតើគេសង្ឃឹមថាអាចត្រឡប់ទៅវិញបានតើមែនទេមេការនៅក្បែរនោះក៏បានលើកឡើងថាបើសិនជាម្ចាស់គ្រួសារទី2រកមិនឃើញនៅតៃភេងយើងពិតជាពិបាកដោះស្រាយជាមួយនឹងគាត់ណាស់តែទោះជាយ៉ាងនេះក៏ដោយក៏តៃសៀនមិនខ្វល់នោះទេក៏ប្រើប្រាស់នៅយុទ្ធសាស្ត្រសម្រាប់គេចោលទៅសាច់រឿងរបស់យើងក៏បានកាត់មកកាន់រាជបុត្រទី7កំពុងតែមួម៉ៅជាមួយនឹងវាងហៅបន្ទាប់ពីគេទទួលសម្បត្តិពីមួយយន្តថាវាងហៅគឺជាក្មេងពៀលថែមទាំងធ្វើឲ្យគេអាម៉ាស់នៅចំពោះមុខឪពុករបស់គេទៀតផងមិនតែប៉ុណ្ណោះថែមទាំងមើងងាយមូយូដែលជាសំណប់ចិត្តគេពិតជាស្អប់ទៅកាន់វាងហៅនេះខ្លាំងណាស់ហើយនៅលើកនេះបងប្អូនជីដូនមួយរបស់គេឆៅកើនៅមានចវាយនេះក្នុងក្រុមទៀតផងមើលទៅលើកនេះវាងហៅច្បាស់ជាស្លាប់មិនខានក្រឡេកមកកាន់វាងហៅពេលនេះគេកំពុងធ្វើដំណើរមកកាន់ប៉ាឈីងយុនកូននាគតូចបានសួរទៅកាន់វាងហៅថាតើវាងហៅមកកាន់ទីនេះដើម្បីអ្វីវាងហៅក៏បានតបទៅវិញថាគេកំពុងតែរងចាំទុនសាយកូននាគក៏បានសើចបន្តិចវាងហៅក៏បានអង្គុយសមាធិបន្តិចក្រោយមកស្រាប់តែមាននរណាម្នាក់មកចំណែកឯអបិម្នាក់នឹងមិនមែនអ្នកណាឆ្ងាយនោះទេគឺអបិស៊ូហួងរបស់យើងនោះឯងខណៈពេលដែលគេបានឃើញវាងហៅគេក៏បានលើកឡើងថាហេតុអ្វីក៏វាងហៅប្រហើនម្លេះបែរជាហ៊ានមកកាន់និកាយឈីងយុនដោយគ្មានការអនុញ្ញាតចំណែកឯវាងហៅបាននិយាយទៅកាន់គេវិញថាស៊ូហួងតើឯងចង់លាក់ខ្លួននៅទីនេះដើម្បីគេចពីយើងមែនទេបន្ទាប់ពីឯងវាប្រហារទៅកាន់ជើសានគួរតែដឹងហើយថាយើងមិនអាចអត់ឱនឲ្យឯងបាននោះទេទោះជាវាងហៅបាននិយាយបែបនេះក៏ដោយមើលទៅកាន់ស៊ូហួងគេមិនខ្លាចនោះទេបានតបទៅកាន់វាងហៅថាវាមិនមានបញ្ហាអ្វីនោះទេហើយគេនឹងយកឈាមរបស់វាងហៅដើម្បីលាងសម្អាតនៅទីនេះនិងលុបភាពអាម៉ាស់ដែលវាងហៅបានធ្វើមកកាន់គ្រួសារស៊ូទៀតផងបន្ទាប់ពីនិយាយបែបហ្នឹងហើយស៊ូហួងក៏បានប្រើប្រាស់ធម៌ពលដើម្បីវិបហាទៅកាន់វាងហៅចលនារបស់គេប្រតិសិនជុំវិញវាងហៅចំណែកឯវាងហៅក៏បានប្រើប្រាស់នៅភ្នែកវិញ្ញាណស្វែងរកនៅរាងកាយពិតប្រាកដបន្តិចក្រោយមកស៊ូហួងក៏បានប្រើប្រាស់កណ្ដាប់ដៃរបស់គេវាយទៅកាន់វាងហៅតែក៏ត្រូវវាងហៅវាយត្រឡប់មកវិញធ្វើឲ្យគេដួលដេកនៅលើដីវាងហៅនិយាយទៅកាន់ស៊ូហួងថាចលនាមួយនេះគាត់ទុកទប់ទល់ជាមួយនឹងស៊ូហួងនឹងហើយឃើញបែបនេះស៊ូហួងក៏បានព្យាយាមរត់គេចខណៈពេលដែលវាងហៅបានប្រើប្រាស់ម្រាមដៃខ្យល់ដើម្បីវាយទៅកាន់ស៊ូហួងតែក៏មានបរិបផ្សេងទៀតចេញមករងជំនួសស៊ូហួងវាងហៅក៏បានដឹងហើយថាអ្នកដែលមករងជំនួសស៊ូហួងពិតជាមិនធម្មតាកូននាគតូចឃើញបែបនេះនិយាយទៅកាន់វាងហៅលើកនេះមានទុនសាយច្រើនពេកហើយត្រូវតែប្រយ័ត្នកុំឲ្យវាខំស៊ូហួងលើកដៃគោរពនិយាយឡើងថាអរគុណព្រះអង្គម្ចាស់តូចដែលបានមកជួយសង្គ្រោះគេវាងហៅលន់មាត់ថាព្រះអង្គម្ចាស់តូចតើឯងគឺជាបងប្អូនជីដូនមួយរបស់ឈូធានរងមានឈ្មោះថាឈូឆៅកើនឹងមែនទេគេក៏បានតបទៅវិញថាវាងហៅស្ថិតនៅកម្រិតប្រមូលធម៌ពលស្រទាប់ទី8តែប៉ុណ្ណោះតែបែរជាអាចយកឈ្នះទៅលើលីយ៉ាវបានមើលទៅពិតជាមិនធម្មតានោះទេប៉ុន្តែមនុស្សដែលមានទេពកោសល្យដូចជាវាងហៅស្លាប់នៅក្រោមដៃគេមិនតិចនោះឡើយបន្ទាប់មកគេក៏បានប្រើប្រាស់ធម៌ពលរបស់គេបើកការវិប្រហារទៅកាន់វាងហៅមើលទៅកាន់ល្បឿនដើរពិតជាលឿនមិនធម្មតាវាងហៅក៏បានប្រើប្រាស់ភ្នែកវិញ្ញាណដើម្បីពិនិត្យមើលពីចលនារបស់គេប្រើប្រាស់ស្នៀតដើរកាប់ចូលទៅបណ្ដាលឲ្យឆៅកើខ្ទាតទៅក្រោយប្រហែល50ម៉ែត្រគេសរសើរទៅកាន់ធម៌ពលដើរទៅកករបស់វាងហៅពិតជាខ្លាំងអាណាចក្ររបស់គេខ្ពស់ជាងវាងហៅឆ្ងាយណាស់តែគេបែរជាត្រូវខ្ទាតត្រឹមតែមួយស្នៀតរបស់វាងហៅទៅវិញគេពិតជាមិនជឿនោះទេវាងហៅក៏បាននិយាយទៅកាន់គេថាអួតខ្លួនថាជាអ្នកកំចាត់មនុស្សដែលមានទេពកោសល្យតែបើតាមមើលទៅមិនអស្ចារ្យអ្វីសោះឡើយបើសិនជាគ្មានកិត្តិនាមរាជវង្សទេនោះគេត្រឹមតែជាមនុស្សអត់ប្រយោជន៍តែប៉ុណ្ណោះលឺបែបនេះឆៅកើរ
តតែមានកំហឹងទៅលើវាងហៅបើការវិប្រហាទៅកាន់វាងហៅសាជាថ្មីខណៈពេលដែលគេកំពុងរត់ចូលមកវាងហៅក៏បានក្រវាកដៃរបស់គាត់បន្តិចធ្វើឲ្យអ្នកនៅទីនោះបើកភ្នែកធំព្រោះតែព្រះអង្គម្ចាស់តូចឆៅគឺរបស់គេនៅសល់តែខោខ្លីប៉ុណ្ណោះវាងហៅក៏បានសួរទៅកាន់គេថាតើគេចង់រក្សាខោខ្លីឬក៏ជួយទៅកាន់ស៊ូហួងទៅលើបែបនេះអបិស៊ូហួងក៏បាននិយាយឲ្យថាសូមព្រះអង្គម្ចាស់តូចកុំភ្លេចសន្យាជាមួយនឹងព្រះអង្គម្ចាស់ទី6ឲ្យសោះឆៅគឺក៏បានដើរត្រឡប់មកវិញប្រាប់ឲ្យកូនចៅរបស់គេម្នាក់ទៀតទៅចាត់ការជាមួយនឹងវាងហៅកូននេះប្រាប់ទៅកាន់វាងហៅថាទុនសាយមួយនេះធំជាងគេត្រូវតែប្រុងប្រយ័ត្នអបិម្នាក់នឹងប្រើប្រាស់កណ្ដាប់ដៃអណ្ដាតភ្លើងក្រហមបើការវិប្រហាទៅកាន់វាងហៅខណៈពេលនោះវាងហៅក៏បានប្រើប្រាស់យុទ្ធសាស្ត្ររបស់គាត់ដើម្បីយកមកទប់ទល់តែក៏នៅតែត្រូវខ្ទាតមកក្រោយវាងហៅក៏បានគិតនៅក្នុងចិត្តថាគម្លាតធម្មពលរបស់គាត់ពិតជាខុសគ្នាឆ្ងាយពិតជាមិនងាយស្រួលក្នុងការដោះស្រាយជាមួយនឹងអបិម្នាក់នឹងឡើយនៅពេលដែលគេវាយចូលមកវាងហៅបានត្រឹមតែគេចចេញប៉ុណ្ណោះកូននាគឃើញបែបនេះក៏បានស្រែកសួរទៅកាន់វាងហៅថាតើវាងហៅបានរកឃើញចំណុចខ្សោយរបស់គេដែរទេគិតបន្តិចវាងហៅក៏បានដឹងហើយថាទោះបីជាគេមានធម្មពលខ្លាំងក៏ដោយប៉ុន្តែល្បឿនរបស់គេពិតជាមិនលឿននោះទេបន្ទាប់មកវាងហៅក៏បានប្រើប្រាស់ផ្នែកវិញ្ញាណរបស់គាត់និងអាចគេចចេញពីស្នៀតរបស់ដៃគូបានយ៉ាងងាយស្រួលឃើញបែបនេះអបិនឹងក៏បាននិយាយទៅកាន់វាងហៅហើយថាតើវាងហៅចង់ពន្យាពេលជាមួយនឹងគេមែនទេបន្ថែមនៅកម្លាំងប្រើប្រាស់បច្ចេកទេសចាប់កំណើតអណ្ដាតភ្លើងក្រហមរបស់គេវាប្រហារបណ្ដានិយាយទៅកាន់វាងហៅបណ្ដាថាមានមនុស្សតិចណាស់ដែលអាចទប់ទល់ជាមួយនឹងស្នៀតរបស់គេមួយនេះវាងហៅគួរតែទទួលនឹងការស្លាប់ទៅចំណែកឯវាងហៅក៏បានសួរទៅកាន់គេវិញថាតើគេប្រកាសដែរទេបន្ទាប់មកប្រហែលជាអាចធ្វើឲ្យគេខកចិត្តហើយវាងហៅប្រើប្រាស់កម្លាំងបន្ថែមធ្វើឲ្យគេខ្ទាតទៅគេឆ្ងល់ណាស់ថាតើវាអាចទៅរួចដោយរបៀបណាខណៈពេលដែលវាងហៅបន្តបើកការវាយប្រហារតែអបិនឹងក៏បានប្រាប់ឲ្យវាងហៅបញ្ឈប់សិនថារឿងមួយនឹងគួរតែបញ្ចប់វាទៅចុះលើបែបនេះអបិឆៅក៏គេមិនសុខចិត្តនោះដែរតែអ្នកនៅក្រោមបង្គាប់របស់គេប្រាប់ទៅវិញថាបើសិនជានៅបន្តមានតែធ្វើឲ្យព្រះអង្គម្ចាស់កាន់តែអាម៉ាស់តែប៉ុណ្ណោះដោយគ្មានជំរឿឆៅក៏បានប្រាប់ឲ្យស៊ូហួងឆាប់ទៅវាងហៅសួរថាតើគេចង់ទៅតែមែនទេប្រើប្រាស់ដាវរបស់គាត់ដើម្បីកាប់ចូលទៅប៉ុន្តែកាប់មិនត្រូវនោះទេព្រោះតែអ្នកទាំង3រត់ចេញទៅអស់ហើយវាងហៅបាននិយាយឡើងថាទោះបីជាស៊ូហួងអាចរត់គេចចេញក្នុងពេលនេះក៏ដោយក៏គាត់នឹងចាប់គេឲ្យបានក្នុងពេលមិនយូរនោះឡើយបន្តិចក្រោយមកស្រាប់តែមានព្រឹទ្ធាចារ្យម្នាក់បានមកដល់សួរទៅកាន់វាងហៅចូលមកកាន់និកាយឈៀងយន្តដោយគ្មានការអនុញ្ញាតតើគេដឹងទទួលទោសយ៉ាងណាដែរទេវាងហៅមិនទាន់បានឆ្លើយផងសាច់រឿងរបស់យើងក៏បានស្លេះបាត់ទៅហើយចង់ដឹងសាច់រឿងទៅជាយ៉ាងណាទៀតនោះមានតែតាមដានទស្សនាភាគក្រោយខណៈពេលនេះ admin សូមជម្រាបលាជួបគ្នាឱកាសក្រោយ